ខ្ញុំមិនគ្រីការវីដេអូមុនខ្ញុំបានធ្វើការចែកអំលែកអំពីការប្រើប្រាស់ Volume Profile ក៏ដូចជាមូលដ្ឋានក្នុងវីដេអូនេះខ្ញុំធ្វើការចែកអំលែកអំពីក្បាច់មួយចំនួនដែលប្រើប្រាស់ Volume Profile ក្នុងលំហូរទីផ្សារឡើងអូខេអញ្ចឹងថ្ងៃនេះខ្ញុំមកចែកអំលែកតជាមួយនឹង Volume Profile ដែលវីដេអូមុនខ្ញុំបានបញ្យល់អំពី Variable Volume Profile ក្នុងការប្រើប្រាស់អូខេអញ្ចឹង Volume Profile រូបរាងរបស់វាដូចទៅនឹងអក្សរ P យើងអាចនិយាយថា P shape ចឹងទៅរូបរាងជាអក្សរ P នៅពេលដែល volume profile ចេញរូបរាងជាអក្សរ P ធំគឺជាសញ្ញាដែលបង្ហាញអំពីទីផ្សារនឹងមានការកើនឡើងបន្តអញ្ចឹងឲ្យតែយើងឃើញរូបរាងបែបហ្នឹងគឺភាគរយនៃការដែលធ្វើឲ្យទីផ្សារឡើងគឺនៅមានច្រើនអូខេអញ្ចឹងយើងមកកលេចទៅមើលទីផ្សារជាក់ស្ដែងរបស់យើងហើយនេះខ្ញុំព្យាយាមរកចំណុចណាដែលងាយស្រួលបញ្យល់អ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលយល់ពេលអនុវត្តទៅបានប្រសិទ្ធភាពខ្ពស់ឧទាហរណ៍ថាអូខេអញ្ចឹងខ្ញុំធ្វើការវាស់ពីចំណុចនេះមកកាន់ចំណុចនេះអូខេអញ្ចឹងកាលវីដេអូមុនខ្ញុំបានបញ្យល់ថាបើ bearish volume profile វានឹងចេញជារូបរាងអក្សរ B តូចហើយ volume profile តែងតែលំអៀងទៅកាន់ volume area high អាហ្នឹងសម្រាប់ bearish volume profile អញ្ចឹងខ្ញុំសូមតែរំលឹកខ្លាចអ្នកទាំងអស់គ្នាភ្លេចអញ្ចឹងនៅក្នុងវីដេអូនេះយើងមកសិក្សាឬក៏មកស្វែងយល់ជាមួយនឹង bullish volume profile អញ្ចឹងវាផ្ទុយគ្នាអំពី bearish volume profile ត្រង់ថាមួយជាអក្សរ P មួយជាអក្សរ B តូចហើយ volume profile មួយលំអៀងទៅខាង volume area high មួយទៅខាង volume area low អញ្ចឹងទីផ្សារ bullish volume profile គឺ point of control គឺតែងតែលំអៀងទៅខាង volume area low អញ្ចឹងតើកាលណាចេញ P shape P ធំបែបនេះគឺទីផ្សារភាគច្រើនគឺតែងតែបន្តធ្វើទៅជា bullish មានន័យថាទីផ្សារនៅតែបន្តឡើងអញ្ចឹងអ្នកគ្នាឃើញទេនេះជា volume area low នេះជា point of control នេះជា volume area high អញ្ចឹងយើងមើលថានេះថងចំណុចនេះគឺមានការសម្រុកទិញមែនតើពីមិនថា retail trader ឬក៏អ្នកមានលុយទេអញ្ចឹងវាធ្វើឲ្យចំណុចនេះដែលជាចំណុចដែលគេចាប់អារម្មណ៍ខ្លាំងអញ្ចឹងហើយធ្វើឲ្យ point of control រត់ទៅចំណុចថងចំណុចមួយនេះអញ្ចឹងវាគៀកជាមួយនឹងvolume area low នេះជាផ្នែកនៃ P អក្សរ P ហើយនេះជាដងអក្សរ P ឃើញទេបើយើងគូនេះឃើញអត់នេះដូចគ្នាអត់អូខេអញ្ចឹងខ្ញុំគ្រាន់តែគូឲ្យអ្នកគ្នាយល់ទេក៏ប៉ុន្តែយើងមិនបាច់ចំណាំក៏បានដែរអូខេមកដល់ថងកន្លែងនេះសួរថាតើយើងគួរតែ buy ឬក៏ sell បើសិនជាខ្ញុំប្រើប្រាស់ជាមួយនឹង volume profile ហើយវាឈិនជារូបរាងអក្សរ P ធំបែបនេះខ្ញុំដេញ buy ល្អជាងខ្ញុំធ្វើការ sell ពីច្រើនគឺខ្ញុំ buy ហើយអញ្ចឹងសួរថាយើងគួរតែ buy នៅត្រង់ចំណុចណាចំណុចដែលយើងគួរតែ buy មាន2ទី1នៅពេលដែលទីផ្សារធ្វើការចុះមកប៉ះចំណុច volume area low ធ្វើការមកប៉ះហើយអត់ break មានថាវា reject នៅត្រង់ចំណុច volume area low នេះយើងអាចធ្វើការរកកន្លែង confirm ទិញបានអូខេ1ទី2នៅពេលដែលទីផ្សារធ្វើការ break point of control ហើយវាមក retrace ត្រង់ចំណុច point of control ហើយអត់ break មានន័យថាវា fail break ត្រង់ចំណុច point of control នេះយើងអាចធ្វើការទិញបានដូចគ្នា target យើងអាចយកនៅ volume area high ក៏បានឬក៏លើនឹងក៏បានស្រេចលើអ្នកទាំងអស់គ្នាអញ្ចឹងយើងមកមើលឧទាហរណ៍មួយទៀតឧទាហរណ៍ចំណុចគូសត្រង់ចំណុច break នេះហើយមកត្រង់ចំណុចនេះខ្ញុំព្យាយាមរកចំណុចកន្លែងណាដែលអ្នកនរស្រួលយល់ងាយស្រួលក្នុងការប្រើប្រាស់ងាយស្រួលយល់ងាយស្រួលប្រើប្រាស់អនុវត្តទៅមានប្រសិទ្ធភាពខ្ពស់អូខេនេះឃើញនេះជាអក្សរ P ហើយនេះជាដងអក្សរ P
នេះជា volume area ហើយនេះជា volume នៃ point of control នេះជា volume area low ដូចខ្ញុំនិយាយពីត្រង់ចំណុចមុនចឹងតែកាលណាទីផ្សារកំពុងតែឡើងហើយខ្ញុំប្រើជាមួយនឹង point of control វាចេញជារូបរាងអក្សរ P ធំដែល point of control ទូទៅគឺលំអៀងទៅកាន់ volume area low ចឹងតែកាលណាយើងឃើញថា volume area low point of control នៅគៀកឬក៏លំអៀងទៅនឹង volume area low គឺមានថាទីផ្សារគឺនៅតែកំពុងតែស្ថិតនៅក្នុងឬក៏ទីផ្សារកំពុងតែបង្ហាញសញ្ញាឲ្យយើងដឹងថា buyer ឬក៏អ្នកដែលគាត់កំពុងតែទិញគឺគ្រប់ចន្ទប់ទៅក្នុងទីផ្សារមានន័យថាគាត់ខ្លាំងជាងអ្នកដែលគាត់ set អញ្ចឹងមានន័យថាទីផ្សារនឹងបន្តធ្វើការឡើងបន្តទៀតអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតយើងអាចធ្វើការរងចាំទិញនៅពេលដែលវាប៉ះ volume area low ឬក៏ប៉ះក្នុង point of control មានន័យថាបើចេញជាអក្សរ P ធំបែបនេះបើសិនជាចេញអក្សរ P ធំបែបនេះវាមកប៉ះត្រង់ចំណុច volume area low យើងអាចធ្វើការពិចារណាទិញបានដល់មកបើសិនជាវា prep point of control ហើយវាចុះមកប៉ះ point of control វិញដូចវា retrace អញ្ចឹងហើយវាអត់ break នៃ point of control យើងអាចធ្វើការទិញម្ដងទៀតបានអញ្ចឹងបើចេញរូបរាងបែបនេះកុំព្យាយាមដេញ sell នេះតាមតែបទពិសោធន៍ដែលខ្ញុំធ្វើការប្រើប្រាស់កន្លងមកអញ្ចឹង target យើងអាចយក volume area high ក៏បានឬក៏លើនឹងក៏បានតាម risk reward របស់អ្នកគ្នាតាម risk management របស់គ្នាឬក៏ style នៃ risk reward របស់អ្នកទាំងអស់គ្នាទេយកល្អបំផុត1លើ2តាមតែយើងអាចយកទៅបាន1លើ2គឺល្អបំផុតកុំព្យាយាម trade មួយយូរមួយបើកាលណាយើង trade មួយយូរមួយគឺយើងអត់អាចខ្លាចជា profitable បានទេឬក៏យើងអត់អាចទទួលបាន profit បានទេអូខេអញ្ចឹងអ្នកខ្ញុំមើលឃើញទេនេះទីផ្សារយើងមើលពីចំណុចនេះមកអូខេឡើងរហូតឡើងម្ដងឡើងនេះចេញជាអក្សរ P break ហើយចេញជាអក្សរ P break ទៅទៀតនេះទីផ្សារឡើងទៅរហូតអូខេសម្រាប់វីដេអូ bullish volume profile នេះគឺមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយ